បឋមខ្ញុំសូមគោរពលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលកំពុងមើលវីដេអូនេះនាងខ្ញុំមកពីថ្នាក់ទី11កៅនៃវិទ្យាល័យព្រៃដំបូងដំណើរក្រុមទី6ដែលមានសមាជិកក្រុម5នាក់នាងខ្ញុំឈ្មោះជាណារីជាប្រធានក្រុមគំនិតសុខៀងជាអនុប្រធានក៏សុខេងជាសមាជិកមកសុគន្ធជាសមាជិកខេសមាជាសមាជិកក្នុងនោះដែលក្នុងក្រុមខ្ញុំរបស់ខ្ញុំស្រាវជ្រាវយកឃើញប្រធានបទមួយគឺនិយាយពីគ្រូសង្វឹងដែលក្នុងនោះមានមាតិកាដែលបែងចែកចំនួន6ចំណុចចំណុចទី1គេនិយាយពីនិយមន័យចំណុចទី2គុណសម្បត្តិចំណុចទី3គុណវិបត្តិចំណុចទី4ផលប៉ះពាល់ចំណុចទី5និយាយពីមូលហេតុចំណុចទី6គេនិយាយពីបោសរុបមតិហើយនិងមតិផ្ទាល់ខ្លួនជាកិច្ចផ្ដើមនឹងខ្ញុំនិយាយអំពីអត្ថន័យនៃគ្រឿងសង្វឹងគ្រឿងសង្វឹងគឺជាប្រភេទភេសជ្ជៈមួយដែលមានសារធាតុអាល់កុលដូចជាស្រាបៀរស្រាវីស្គីស្រាខ្មែរនិងស្រាផ្សេងៗវាអាចប៉ះពាល់ដល់រាងកាយនិងខួរក្បាលរបស់មនុស្សនឹងហៅថាគ្រូសង្វឹងមានគុណសម្បត្តិនិងគុណវិបត្តិផ្សេងៗគ្នាដូចនេះខ្ញុំសូមលើកយកគុណសម្បត្តិនៃគ្រូសង្វឹងមកនិយាយជាមុនសិនគុណសម្បត្តិនៃគ្រូសង្វឹងមានដូចជាអាចប្រើសម្រាប់មេរោគក្នុងវិស័យសុខាភិបាលអាចប្រើសម្អាតលាងឧបករណ៍វិទ្យាសាស្ត្រនិងរបួសអាចធ្វើជាឥន្ធនៈឬនៅក្នុងឧស្សាហកម្មបានខ្លះគុណវិបត្តិនៃគ្រឿងសង្វឹងមានដូចជាបើយើងផឹកច្រើនអាចបង្កជំងឺប៉ះពាល់ដល់ថ្លើមអាចបណ្ដាលឲ្យកើតជំងឺថ្លើមធ្ងន់ធ្ងរអាចបង្កគ្រោះថ្នាក់ចរាចរណ៍ប្រសិនបើយើងបើកបរបន្ទាប់ពីផឹកហើយប៉ះពាល់ដល់សុខភាពនិងជីវិតគ្រួសារប្រសិនបើយើងនឹងញៀនខ្លាំងចំណុចទី4និយាយពីផលប៉ះពាល់សង្គមនិងផលប៉ះពាល់ខ្លួនឯងផលប៉ះពាល់សង្គមការផឹកគ្រឿងសង្វឹងអាចបង្កឲ្យការអំពើហិង្សាឬការឈ្លោះទាស់ទែងឬហិង្សាក្នុងគ្រួសារគ្រោះថ្នាក់ចរាចរណ៍ការបើកបរបន្ទាប់ពីផឹកគ្រឿងសង្វឹងអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ឬប៉ះពាល់ដល់អ្នកដទៃសន្តិសុខសង្គមគឺបង្កឲ្យមានបទល្មើសផ្សេងៗឬអំពើអសុរធម៌សុខក្នុងគ្រួសារកាលណាយើងចំណាយថវិកាលើគ្រឿងសង្វឹងច្រើនពេកគឺបង្កឲ្យគ្រួសារខ្វះខាតឬខ្វះធនធានរីឯផលប៉ះពាល់ចំពោះខ្លួនឯងការផឹកគ្រឿងសង្វឹងក៏អាចកើតជំងឺបេះដូងថ្លើមឬប៉ះពាល់ដល់ខួរក្បាលបាត់បង់ការយល់ឆ្លាតវៃពិបាកគ្រប់គ្រងឬធ្វើការសម្រេចចិត្តអ្វីមួយបណ្ដាលឲ្យញៀនប្រសិនបើជាអ្នកទាំងអស់គ្នាផឹកគ្រឿងសង្វឹងច្រើនឬលប់ប៉ះពាល់ដល់ការសិក្សាការងារធ្វើឲ្យសមត្ថភាពការសិក្សាធ្លាក់ចុះឬការងារធ្លាក់ចុះបង្កគ្រោះថ្នាក់ផ្ទាល់ខ្លួនឧទាហរណ៍ដួលរលំឬគ្រោះថ្នាក់ខ្ញុំមានចំណុចលេខ5ដែលគេនិយាយពីមូលហេតុដែលបណ្ដាលផឹកគ្រឿងសង្វឹងយើងដឹងហើយថាមូលហេតុដែលបណ្ដាលផឹកគ្រឿងសង្វឹងហ្នឹងគឺគេបែងចែកជា6ចំណុចគឺចំណុចទី1ការសាកល្បងនោះគឺគេចង់បានន័យថាការសាកល្បងការចង់ដឹងចង់ភ្លក់រសជាតិស្នាបៀថាវាមានរសជាតិម៉េចដល់ពេលចំណុចទី2គឺគេនិយាយពីអតិពលពីមិត្តភក្តិហ្នឹងគឺគេចង់បានន័យថានៅពេលដែលមិត្តភក្តិជួបជុំគ្នាមកពីពេញឬមួយក៏មកពីស្រុកឆ្ងាយដែលខាតជួបគ្នាយូរគឺតែងតែមានការផឹកស៊ីជួបជុំគ្នាដើម្បីបង្កើនភាពសុខស្នាដល់ពេលចំណុចទី3គឺគេនិយាយពីទំនៀមទម្លាប់សង្គមហ្នឹងគឺបានន័យថានៅពេលដែលបនចូលឆ្នាំខ្មែរដូចជាបនប្រពៃណីអីផ្សេងៗហ្នឹងគឺតែងតែមានការជួបជុំផឹកស៊ីហើយគឺគេនិយាយពីបញ្ហាផ្លូវចិត្តហ្នឹងគឺយើងដឹងហើយថានៅពេលដែលយើងមានការបញ្ហា stress មានបញ្ហាដូចជាឆ្លោះគ្នាមួយមិត្តភក្តិឆ្លោះគ្នាមួយគ្រួសារហ្នឹងគឺតែងតែចង់ដឹងចង់សាករសជាតិស្រាបៀរហ្នឹងដើម្បីឲ្យវាបំបត្តិ stress ដល់ពេលថ្ងៃទី1ទៀតគឺគេនិយាយពីការផ្សព្វផ្សាយហ្នឹងគឺដូចជាតាមទូរទស្សន៍តាមទូរស័ព្ទហ្នឹងគឺតែងតែមានផ្សព្វផ្សាយពីស្រាបៀរអញ្ចឹងធ្វើឲ្យយើងហ្នឹងចង់ដឹងចង់ភ្លុះរសជាតិស្រាថាវាមានរសជាតិមិនព្រោះដល់ពេលដែលគេផ្សព្វផ្សាយនោះគឺធ្វើឲ្យយើងតាក់ទាញខ្លាំងណាដល់ពេលចំណុចចុងក្រោយនោះគឺគម្រោងពីមនុស្សជំនាញខ្លួនហ្នឹងគឺដូចជាមនុស្សដែលឃើញគេផឹកស្រាផឹកអីហ្នឹងគឺយើងនៅពេលដែលយើងមើលឃើញគេហើយទំនងគឺយើងចង់សាកដែរមកដល់ចំណុចទី6ដែលនិយាយអំពីខ្លឹមសារទាំងមូលនៃគ្រឿងស្រវឹងគឺជាភេសជ្ជៈដែលមានសារធាតុអាល់កុលដូចជាស្រាបៀរនិងស្រាវីស្គីមនុស្សមួយចំនួនតែងតែប្រើប្រាស់វានៅក្នុងវិធីបន់ទីជប់លៀងឬជាការកម្សាន្តទោះជាយ៉ាងណាការប្រើប្រាស់គ្រឿងស្រវឹងច្រើនអាចបណ្ដាលឲ្យផលប៉ះពាល់ដល់សុខភាពខួរក្បាលនិងជីវិតប្រចាំថ្ងៃហើយវាក៏អាចប៉ះពាល់ទៅដល់បញ្ហាការងារការសិក្សានិងទំនាក់ទំនងនៅក្នុងគ្រួសារក្រៅពីនេះក៏អាចប៉ះពាល់បញ្ហាក្នុងសង្គមដូចជាអំពើហិង្សានិងគ្រោះថ្នាក់ចរាចរណ៍ផងដែរដូចនេះមនុស្សគួរប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ឬជៀសវាងគ្រឿងស្រវឹងដើម្បីការពារសុខភាពនិងសន្តិភាពសង្គមតាមមតិខ្ញុំយល់ថាគ្រឿងសង្វឹងវាមិនល្អសម្រាប់សុខភាពប្រហែលទេព្រោះវាអាចប៉ះពាល់ដល់ខ្លួនឯងគ្រួសារនិងសង្គមដូច្នេះហើយក្នុងនាមយើងជាសិស្សនិងជាយុវជនមួយរូបយើងគួរតែកាត់បន្ថយការប្រើប្រាស់គ្រឿងសង្វឹងជាបន្ទាន់ព្រោះនៅពេលដែលយើងប្រើប្រាស់គ្រឿងសង្វឹងវាអាចបាត់បង់ស្មារតីវាបង្កគ្រោះថ្នាក់ចរាចរណ៍ដល់សង្គមនៅចុងបញ្ចប់ខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលបានចំណាយពេលមកទស្សនាវីដេអូនេះហើយក្រុមនាងខ្ញុំក៏មានពាក្យជូនពរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជួបតែសំណាងល្អនិងពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណ